ការបែកបន្ទាយលង្វែកឆ្នាំ1593គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សោកសៅនិងជាមេរៀនដ៏សំខាន់សម្រាប់កូនខ្មែរគ្រប់រូបខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃដំណើររឿងនិងមូលហេតុនៃការបែកបន្ទាយនេះ 1. បរិបត្តិសង្គ្រាមបន្ទាយលង្វែកគឺជាមហាកំពែងដ៏រឹងមាំដែលពួតជុំវិញដោយរបងរុស្សីកម្រាស់2សែនប្រហែល80ម៉ែត្រសៀមបានព្យាយាមវាយយកបន្ទាយនេះជាច្រើនលើកច្រើនសារតែមិនបានសម្រេចដោយសាររបងរុស្សីដ៏ក្រាស់នេះរារាំងមិនឲ្យទ័ពសេះនិងទ័ពថ្វារជើងចូលក្បែរបាន 2. ល្បិចបាចប្រាក់ដួងនៅពេលវាយដោយកម្លាំងមិនបែកស្ដេចសៀមព្រះនរេសួនក៏បានប្រើល្បិចកលយ៉ាងជ្រៅសៀមបានយកប្រាក់ដួងចំនួនជាច្រើនបាញ់បញ្ចូលទៅក្នុងគុម្ពរុស្សីដែលជារបងការពារបន្ទាយបន្ទាប់មកកងទ័ពសៀមក៏ដកថយទៅវិញធ្វើហាក់ដូចជាចាញ់សង្គ្រាម 3. កំហុសឆ្គងនៃអ្នកស្រុកនិងការបែកបន្ទាយដោយសារភាពលួបលន់និងការខ្វះការប្រុងប្រយ័ត្នការកាប់ឆ្កាប្រជាជនដែលរស់នៅក្នុងបន្ទាយបាននាំគ្នាយកកាំបិតពូថៃទៅកាប់ឆ្ការបងរុស្សីដើម្បីរាវរកប្រាក់ដួងដែលសៀមបានបាញ់ទុកការបំផ្លាញខ្លួនឯងរបងការពារដ៏រឹងមាំត្រូវបានកាប់បំផ្លាញខ្ទេចខ្ទីដោយដៃអ្នកស្រុកខ្លួនឯងការវាយលុកជាថ្មីនៅឆ្នាំ1593នៅពេលដែលរបងរុស្សីលែងមានសៀមក៏បានលើកទ័ពមកម្ដងទៀតហើយវាយលុកចូលបន្ទាយលង្វែកបានយ៉ាងងាយស្រួល 4. ផលវិបាកនៃការបែកបន្ទាយការធ្លាក់បន្ទាយលង្វែកបានបន្សល់ទុកនូវការបាត់បង់ដ៏ធំធេងការបាត់បង់ក្បួនខ្នាតសៀមបានប្រមូលយកគម្ពីរក្បួនខ្នាតព្រះត្រៃបិដកនិងអ្នកប្រាជ្ញបណ្ឌិតខ្មែរទៅស្រុកសៀមអស់ការបាត់បង់រូបបដិមាព្រះគោព្រះកែវដែលខ្មែរជឿថាជាវត្ថុស័ក្តិសិទ្ធិថែរក្សាស្រុកត្រូវបានសៀមយកទៅបាត់ការធ្លាក់ចុះនៃអំណាចប្រទេសកម្ពុជាបានធ្លាក់ចូលក្នុងយុគសម័យអន់ថយនិងរងឥទ្ធិពលពីប្រទេសជិតខាងយ៉ាងខ្លាំងមេរៀនប្រវត្តិសាស្ត្ររឿងបន្ទាយលង្វែកបង្រៀនយើងថាសត្រូវខាងក្រៅមិនអាចបំផ្លាញយើងបានទេបើផ្ទៃក្នុងរបស់យើងរឹងមាំប៉ុន្តែយើងនឹងរលាយបើក្បត់ប្រយោជន៍រួមដើម្បីលាភសក្ការៈផ្ទាល់ខ្លួន